ពេលបោះឆ្នោតមើលថាក្បាលកាចាវាមិនដឹងខ្យល់អីស្ដាប់វាមិនយល់ថាក្មេងប្រុសចុះក្មេងប្រុសណែក្មេងស្រីណាបងប្អូនជីកលើឡានហែគណៈបកប្រជាជនរំសិចស៊ីជាងក្មេងប្រុសទៅទៀតខ្ញុំមើលពីចម្ងាយទៅអោក្មួយឲ្យក្មួយបខំខ្លាចខ្មែរនឹងវាបាត់ដីយឺតពេកយ៉ាងម៉េចក្មួយអត់ដឹងខ្យល់អីទាំងអស់ក្មួយអង្គុយរឹតដើមទ្រូងអោម្ចាស់ថ្លៃហើយថ្ងៃណាទៅជនជាតិអញចេញពីស្បៃអន្តកាលនេះទៅឃោសនានយោបាយគឺនាំយកទស្សនៈដែលជាគោលនយោបាយសម្រាប់ដោះស្រាយបញ្ហាទៅឃោសនាប្រាប់ម្ចាស់ឆ្នោតដើម្បីឲ្យគាត់ត្រេះរិះពិចារណាលើវិធានការរបស់យើងក្នុងការដោះស្រាយបញ្ហាមុននឹងគាត់បោះឆ្នោតចូលទៅក្នុងធំសម្រាប់ចិត្តថាតើគាត់ទុកចិត្តគោលនយោបាយរបស់គណៈបកណាមួយចាប់តែស្រុកខ្មែរទៅរំជ្រៀងលើឡានខ្លះអាលីបាបាខ្ញុំនឹកតែក្នុងចិត្តថាអញមកតែចាញ់អាលីបាបាហ្នឹងបើកស្លឹកឆ្នោតមកអញថាមែនបំចាញ់អាលីបាបាងាប់ឯងឃោសនាខុសអីខុសហិតអញមិនខ្ចីស្ដាប់អញដឹងទៅថាអាណាគ្នាច្រើនអានឹងអញត្រូវតែទៅហ្មងអញ្ចឹងបានស្រាបៀរកម្ពុជាវាធ្វើនឹងត្រូវណាស់អាផ្សាយពាណិជ្ជកម្មស្រាបៀរកម្ពុជាបងប្អូនមិនដឹងគេរត់រឿងស្អីគេរត់តែគេនោះទៅអាអ្នកស្ទូងទម្លាក់អាសនាបចោលរត់ទៅតាមគេអាអ្នកកាត់សក់ក៏រត់ទៅតាមគេអាតាស៊ីក្លូក៏រត់ទៅតាមគេរត់ចុងក្រោយទៅជន់កកគ្នានោះទៅចេញអិស្រាបៀរកម្ពុជានោះមកមិនថាអូខ្មែរវាសំនឹងអារឿងផ្អើលតាមបងហ្មងថាដូចក្មេងឈួតចាក់ឃ្លោកចឹងបងប្អូនថាវាចាក់អាណាហើយវាចាក់អានឹងហ្មងអាណានិយាយអីគឺវាមិនខ្វល់បងប្អូនហើយខ្ញុំនឹកសពថាអោអញហើយបើឈាមអញថ្លៃប៉ុនអញវាគ្រាន់បើមិនមែនមកកើតក្នុងប្រទេសនឹងទេបើតាមតែក្តៅជនជាតិនឹងពេកបើអញជាជនជាតិសៀមអញចំទឹកក្តិតសោចឲ្យវាទៅងាប់ទៅប៉ុន្តែវាកើតជុំគ្នានេះបងប្អូនណាដល់ពេលឃើញជនជាតិខ្លួនឯងអញ្ចឹងរឺតតែដើមទ្រូងបងប្អូនរឺតតែដើមទ្រូងគ្រាន់តែឈ្នះឆ្នោតភ្លាមបងប្អូនហើយធំបាសរំគ្រប់កន្លែងទាំងអស់អីក៏ឃ្លាននេះក៏ឃ្លានម្លេះបងប្អូនសម័យលង្វែកបែកបទាយលង្វែកបាត់កំពីអស់ហលីងដោយសារអីដោយសារព្រះដួងឥឡូវនេះមើលទៅបាត់ដីខ្មែរដោយសរងដោយកម្មានឹងទៀតហើយបងប្អូននិយាយស្ដាប់គ្នាមិនបានទេខ្មែរនិយាយស្ដាប់គ្នាមិនបានទេយ៉ាប់ណាស់បងប្អូនយ៉ាប់ណាស់ពូជខ្មែរយើងយ៉ាប់ណាស់បងប្អូនដោយខ្ញុំនិយាយមិនអញ្ចឹងចុកសាឡាងអ្នកលឿងមេក្រូទាំងមុខទាំងក្រោយចាក់គោលនយោបាយរបស់យើងខ្មែរយើងលក់អីវ៉ាន់ឈ្នះយួនតែពេលបោះឆ្នោតនឹងឯងអាពេលបោះឆ្នោតយួនមកឈប់លក់អីវាតែបោះឆ្នោតខ្មែរបានពេលនឹងហើយយួនមិនលក់អញលក់អីនៅលើសាឡាងយួនវាត្រឹងស្ដាប់យើងដូចចុចជីបចរវាជាប់អញ្ចឹងភ្នែកឲ្យស្រឹងអាណាទូលទៅដល់ណាសម្លឹងមើលមុខយើងឈប់លក់ឈប់ដោអស់ហើយខ្មែរយើងអត់មានលឺអីបន្តិចលក់ចង្រិតលក់អីលក់អាប៉ុងទៀនលើសាឡាងលក់អីថាយើងចាក់ទាល់តែងាប់អត់ស្ដាប់អីបានបន្តិចបងប្អូនហើយសួរថាពីណាទៅជួយលោកម្ចាស់ខ្មែរបានអញ្ចឹងបានរឿងបញ្ហាស្រុកខ្មែរខ្ញុំប្រាប់លោកម្ចាស់ខ្មែរម្ដងហើយម្ដងទៀតថាការងារអីក៏ដោយណាបងប្អូនការងារអន្តោប្រវេសន៍ក៏ដោយរឿងដីធ្លីក៏ដោយរឿងស្អីក៏ដោយមកស្រុកខ្មែរនេះចុងក្រោយបំផុតត្រូវបញ្ជូនយកមកឲ្យលោកម្ចាស់ខ្មែរដោះស្រាយអត់មានពីណាដោះស្រាយក្រៅពីលោកម្ចាស់ខ្មែរទេរឿងយួននៅដីខ្មែរក៏ដោយរឿងកាប់បំផ្លាញព្រៃឈើក៏ដោយចុងក្រោយបំផុតត្រូវបញ្ជូនរឿងហ្នឹងមកឲ្យលោកម្ចាស់ខ្មែរកាត់ក្តីចាំមើលលោកចៅគាត់សម្រេចចិត្តទៅគាត់សម្រេចចិត្តទៅខាងណាលោកចៅយើងអត់អាចសម្រេចចិត្តជួគាត់បានទេបងប្អូនហើយសំណោះតែគាត់ស្ដាប់យើងគាត់អត់ទាំងស្ដាប់ផងគាត់ឃើញយើងបើកស្លឹកណោតមកបានបន្តិចដឹងគាត់ថាម៉េចឲ្យយើងណាហែងឃើញខ្លាំងទៀតទៅហែងចាញ់ឯងទៅសង្គ្រោះគាត់សោះហ្នឹងបងប្អូនអើយខ្មែរអោលោកម្ចាស់ខ្មែរខ្ញុំខ្លាចមុខលោកខ្មែរឯងណាស់នយោបាយស្រុកខ្មែរមើលទៅមានតែបោកទេបងប្អូនបានអាចទៅរួចហើយបើបោកហើយបងប្អូនសួរតារពេលឈ្នះឆ្នោតទៅធ្វើម៉េចអាចជួយខ្មែរបានបើយកមកសិតតែខ្មែរដែលមិនបានចូលរួមជួយកសាងសង្គមជាតិគ្រាន់តែបានសិលឹកឆ្នោតមកកដប់បោះឆ្នោតឲ្យគណៈបកប្រជាជនពឹងផ្អែកទៅលើអំណោយសរងកម្មាទៅដល់ពេលបោះឆ្នោតឲ្យសំរងស៊ីកម្មសខាមនុស្សខ្ជិលធ្វើសតតែពួកខ្ជិលធ្វើហ្មងនឹកឃើញតែសំរងស៊ីកម្មសខាហ្នឹងវាគ្រាន់បើវាធំគាត់បោះឆ្នោតឲ្យហើយគាត់ដេកស៊ីហ្មងគាត់ទៅធ្វើការអីវិញទៅ
វាមានអភូតហេតុមួយកើតនៅលើទឹកដីសវណ្ណភូមិរបស់យើងហ្មងគឺថាសំរងស៊ីកសាងផ្លូវថ្នល់សាលារៀនកប់សំរងស៊ីអ្នកប្រជាធិបតេយ្យអ្នកសេដ្ឋកិច្ចអីចឹងគាត់គិតអញ្ចឹងថារិចកូស្គីហ្មងគាត់គិតអញ្ចឹងដល់ពេលមកចូលជាមួយយើងវាយគាត់ឲ្យចូលលុយយើងវាយគាត់ឲ្យរៀបចំក្រុមប្រឹក្សាគុំសកាត់ដល់ពេលឈ្នះឆ្នោតទៅយើងប្រាប់ថាមុខបងប្អូនឯងហ្នឹងត្រូវចូលរួមជួយកសាងសង្គមរហូតមេភូមិមេឃុំត្រូវចូលរួមជួយបោះឆ្នោតជួយតាមដានគាត់ខ្ជិលគាត់ដើរតាមវាអត់ទាន់អញ្ចឹងបានជាគាត់ទៅបោះឆ្នោតឲ្យរាំងស៊ីកឹមសខានឹងទៅពីព្រោះចូលជាមួយយើងគាត់ត្រូវហត់គាត់សួរយើងប្រមាណដងហើយពេលបោះឆ្នោតទៅវិស័យនេះត្រូវធ្វើម៉េចវិស័យនោះត្រូវធ្វើម៉េចដឹងយើងឆ្លើយជាមួយគាត់ថាម៉េចយើងថាម៉េចដឹងមិនដូចស្រុកគេណាស្រុកគេលុយដែលរដ្ឋាភិបាលរកបានតម្លាភាពណាបងប្អូនឆែកនៅតាមអ៊ីនធឺណិតយើងអាចឆែកបានទាំងអស់ថាតើលុយរបស់រដ្ឋាភិបាលមួយឆ្នាំរកបានប្រមាណយើងដឹងលុយបានយើងអាចធ្វើផែនការឲ្យសន្យាជាមួយប្រជាពលរដ្ឋបានហើយចុះបើយើងងឹតថឹងនេះដឹងលុយតាណាអីតាណានេះរួចសន្យាធ្វើនេះផងធ្វើនោះផងធ្វើនោះផងហើយយើងចេះសន្យាកើតបើយើងអត់ច្បាស់ខ្លួនយើងថាអាចធ្វើកើតអត់ផងមានតែកម្មសខាឲ្យសំនឹងស៊ីហ្នឹងសន្យាហ្នឹងបើអត់ដឹងថាខ្ទង់លុយរដ្ឋាភិបាលរមួយឆ្នាំបានប្រមាណផងវាអត់មានតម្លាភាពផងហើយសន្យានោះសន្យាឲ្យនេះឲ្យនោះធ្វើនេះធ្វើនោះសន្យាហ្នឹងវាល្មមតែប្រជាប្រដ្ឋអរគុណគាត់ត្មងបងប្អូនប៉ុន្តែក្រោយពីសន្យាស្រាប់តែសុំស្លឹកឆ្នោតប្រជាប្រដ្ឋវិញអាការសន្យានោះសំតែមានគុណលើប្រជាប្រដ្ឋឲ្យនេះឲ្យនោះប្រជាប្រដ្ឋសំតែប្រជាប្រដ្ឋអរគុណគាត់ណាប៉ុន្តែពេលចុងកតុយក្តិតគាត់លៀនមកបដ ாய் សុំស្លឹកឆ្នោតយើងដឹងថាពួកនេះរឿងប្រយោជន៍តខ្លួនទេដោយកម្មសខាគាត់និយាយថាបងប្អូនណាហេតុអីបានគេចង់ធ្វើធំស្រួលបងប្អូនធំស្រួលខ្ញុំធ្លាប់ធ្វើតំណាងរាជខ្ញុំដឹងហើយប្រាក់ខែ 2000 ចាយស្រួលណាស់បងប្អូនមើលប៉ុន្តែបើយើងចង់ទៅជួយជាតិមែនណាបងប្អូនមើលស្រុកខ្មែរបន្តិចមើលដូចអាលោកស៊ូណាមីវាយខ្ទេចរួចគេឲ្យយើងមកបោសអញ្ចឹងបងប្អូនបើយើងចង់ជួយជាតិខ្មែរមែនណាស៊ីមួយឆ្អែតដេកមួយខ្នងណារួចហើយចង់ជួយជាតិខ្មែរមែនណាស្រុកខ្មែរនេះពិបាករៀបចំបំផុតបញ្ហាធំជាងគេគឺភាពអនាធិបតេយ្យរបស់ប្រជាពលរដ្ឋខ្មែរបន្ទាប់មកទៀតអាបរទេសខាងកើតលូកដៃទៀតគណៈបកទាំងអស់យកផលប្រយោជន៍ផ្ទាល់ខ្លួនជាធំពេលដែលយើងឈ្នះឆ្នោតវាលូកដៃលូកជើងមិនឲ្យយើងធ្វើកើតទៀតគ្រាន់តែរៀបចំឲ្យប្រជាពលរដ្ឋគោរពច្បាប់ចរាចរណ៍ហ្នឹងបងប្អូនភាពអនាធិបតេយ្យរបស់ប្រជាពលរដ្ឋខ្មែរហ្នឹងមិនងាយរៀបស្រួលទេណាផ្ទាល់តែដាក់គុកដាក់ច្បាប់អីខ្លះទៅណាផ្ទាល់ខ្លាំងណាប្រហែលមួយឆ្នាំអីណាបានត្រង់កតុយហើយបើយើងគ្រាន់តែចង់ជួយរៀបចំបញ្ហាប្រទេសជាតិបែនរឿងអីដែលយើងទៅសុំស្លឹកណោតពីប្រជាពលរដ្ឋកើតសុំមិនកើតទេណាបងប្អូនហត់ទេណាដូច Godamia អញ្ចឹង70គាត់សុំរីកហាយគាត់សុំចូលនិវត្តន៍អាយុ70ហើយគាត់សុំចូលនិវត្តន៍គាត់ដឹកដៃចៅគាត់ទៅតាមសួនច្បារគាត់ថាគាត់ស្រមៃកាលពីគាត់នៅក្មេងអាយុជាង10ឆ្នាំហើយឃើញគេធ្វើបាបជនជាតិជីវិតគាត់ថាគាត់សន្យាក្នុងចិត្តថាមិនអោយក្មេងៗជនជាតិជីវិតពិបាកដូចចំនួនរបស់គាត់ទេធំជាងគេបំផុតគឺជនជាតិជីវិតអាចคล้ายទៅជាជនជាតិថ្លៃថ្នូរបាននៅពេលដែលជនជាតិជីវិតមានប្រទេសរបស់ខ្លួនបើរស់នៅក្នុងប្រទេសគេទោះបីជាប្រទេសគេជឿនលឿនកម្រិតណាក៏ដោយជនជាតិមួយនេះមិនអាចคล้ายទៅជាជនជាតិថ្លៃថ្នូរបានទេដោយគំនិតអញ្ចឹងមុតស្រួចទៅកន្លែងណាកាន់ក្បាលមេក្រូបយល់តែរឿងហ្នឹងគាត់ថាជនជាតិយើងទាល់តែមានទឹកដីផ្ទាល់ខ្លួនរបស់ខ្លួនទើបអាចคล้ายជាជនជាតិថ្លៃថ្នូរបានទីបំផុតគាត់ចូលរួមក្នុងចលនាដើម្បីរំដោះជាតិគាត់កសាងប្រទេសអ៊ីស្រាអែលបានអាយុ70គាត់សុំឈប់សម្រាកដឹកដៃចៅរបស់គាត់តាមសួនច្បារហើយគាត់នឹកស្រមៃដល់អតីតកាលរបស់គាត់ប៉ុណ្ណឹងហើយគេមិនឲ្យគាត់បានសុខទេសកាលអីនាយករដ្ឋមន្ត្រីកំពុងតែកាន់តំណែងគេបេះដូងងាប់ផ្លែតទៅគេទៅហៅគាត់ស្ពះអំបរគាត់ឲ្យមកកាន់ការងារស្រុកទេសសារជាថ្មីគេទៅអំបរបងប្អូនគេទៅអំបរគាត់កំពុងតែដើរសោះនោះនៅសួនច្បារនោះគេទៅអំបរពីព្រោះវាអត់មានអ្នកណាកាន់ការងារប្រទេសជាតិក្នុងកលៈទេសៈហ្នឹងល្អជាងគាត់ទេហើយបងប្អូនចាណាមើលការងារជាអមរេចរឿងអីពួកគេឈ្នះឆ្នោតជប់លៀងអគុណប្រជាពលរដ្ឋខ្លាំងម៉េះថារដ្ឋាភិបាលចង់កម្មសខាក៏ចង់ដែរអានេះកលេសប្រយោជន៍ផ្ទាល់ខ្លួនតែមកណាបងប្អូនមើលឃើញអត់
ជាពិសេសបងប្អូនអ្នកគ្រប់គ្រងគណៈបកសិទ្ធិមនុស្សគណៈបកសំរងស៊ីមើលឃើញអត់ហើយចាក់ឃ្លោកតងាប់ទៅបងប្អូនអាឃ្លោកក្លុកយូរហើយឡើងសឹកឃ្លោកអស់ហើយទឹកមានឃ្លោកផងនៅតែចាក់ឃ្លោកយើងប្រាប់ថាណែបាច់នឹងលែងប្រឆាំងជាមួយរដ្ឋាភិបាលហើយបាច់ចូលរដ្ឋាភិបាលអស់ហើយហេអត់ដឹងតែបាច់ហ្មងពួកអីបាច់ប្រឆាំងជាមួយរដ្ឋាភិបាលតាំងពីនៅជាដែនគ្មានពីណាខ្លាំងជាងបាច់ទេចាក់បាច់រហូតអាបាច់ចូលរដ្ឋាភិបាលនៅតែមិនដឹងព្រោះថ្ងៃនេះណាបងប្អូនខ្ញុំមិនដឹងចំហគណៈបកមួយនោះនៅត្រង់ណាគាត់ថាកដាលប្រឆាំងមិនប្រឆាំងគ្រប់ត្រមិនគ្រប់ត្រកដាលស្អីបងប្អូនកដាលអីកដាលផ្លូវថ្នល់គ្រាន់បើណាឡានបើកមកជាហៀងម្នាក់ហ្នឹងគាត់អាចរួចខ្លួនតែកដាលគាត់ខ្ញុំថាកដាលផ្លូវអាទាសភ្លើងហ្មងមួយម៉ាំងអើយមើលទៅកដាលតាណាខ្ញុំឆ្ងល់គាត់អត់មានកដាលទេគាត់នៅខាងណាមួយច្បាស់ណាស់ប៉ុន្តែគាត់ចេះតែថាកដាលទៅបើកស្លឹកឆ្នោតទៅមានឃុំខ្លះច្រើនជាងយើងទៀតអាណាទៅជួយបានបងប្អូនហើយមិនដែលផ្សាយរ៉ាឌីយ៉ូអីបន្តិចនៅកន្លែងខ្លះគាត់ផ្សាយរ៉ាឌីយ៉ូដែរប៉ុន្តែអត់មានផ្សាយអីទេផ្សាយតែចម្រៀងខ្ញុំថាមិនបានបោះឆ្នោតឲ្យហ៊ុនប៉ាច់រ៉ាឌីយ៉ូគណៈបកហ៊ុនប៉ាច់ចាក់ចម្រៀងបរោះឲ្យយើងស្ដាប់រាល់ថ្ងៃខ្ញុំថាងាប់អញងាប់ហើយបងប្អូនងាប់ខ្មែរយើងងាប់សរុបមកវិញខ្ញុំចង់និយាយប្រាប់បងប្អូនត្រង់ចំណុចនេះគឺសិទ្ធិបោះឆ្នោតជាទូទៅពលរដ្ឋនៃប្រទេសមួយអាចបោះឆ្នោតបានទី1ជាពលរដ្ឋនៃប្រទេសគេទី2មានឯកសារបញ្ជាក់ថាអ្នកជាពលរដ្ឋនៃប្រទេសគេជនជាតិខ្មែរហើយប៉ុន្តែឥតមានអត្តសញ្ញាណប័ណ្ណឬឯកសារយោងផ្សេងទៀតមិនអាចបោះឆ្នោតបានទេប៉ុន្តែបើមានត្រឹមតែអត្តសញ្ញាណប័ណ្ណប៉ុន្តែអ្នកមិនមែនជាសញ្ជាតិខ្មែរក៏មិនអាចបោះឆ្នោតបានដែរលក្ខខណ្ឌ2ណាទី1ជនជាតិខ្មែរដែលមានអត្តសញ្ញាណប័ណ្ណជនជាតិខ្មែរចុះបើអ្នកនិយាយខ្មែរអត់ច្បាស់ពិតណាស់អ្នកអាចជាជនជាតិខ្មែរដែលចូលសញ្ជាតិអញ្ចឹងសូមមើលឯកសារចូលសញ្ជាតិរបស់អ្នកសិនប៉ុន្តែសពថ្ងៃអត់អញ្ចឹងទេមើលតែអត្តសញ្ញាណប័ណ្ណឬឯកសារយោងផ្សេងមានតម្រង1018ជាអាចឬលិខិតបញ្ជាក់អត្តសញ្ញាណដែលចេញដោយមេឃុំអញ្ចឹងហើយបានជាពេលបោះឆ្នោតយួនមកទាំងឡានអត់ចេះខ្មែរសោះឈ្មោះរបស់វាគេបំផោងរួចជាស្រេចនៅក្នុងមណ្ឌលណាមួយដែលគណៈបកគេត្រូវការឲ្យមណ្ឌលនឹងឡើងសញ្ញាឆ្នោតអញ្ចឹងគេបំផោងទុករួចស្រេចរួចហើយទម្លាក់1ឡាន2ឡាននៅក្នុងមណ្ឌលនឹងមានតម្រង1018កាន់រួចជាស្រេចមិនបាច់ចេះខ្មែរទេចូលទៅដល់ការិយាល័យបោះឆ្នោតមន្ត្រីសិទ្ធិឯណាទៅហ៊ានកម្រើកឲ្យតែឃើញលិខិតបញ្ជាក់អត្តសញ្ញាណទៅទោះបីគេមិនចេះនិយាយខ្មែរក៏ដោយក៏ត្រូវឲ្យបោះដែរអានឹងហើយដែលខ្ញុំនិយាយថាងាប់ទាំងបើកភ្នែកបងប្អូនងាប់ទាំងបើកភ្នែកដូចយើងត្រូវបានគេដាក់ខ្នោះជាប់នឹងបកគោលអីមួយជាប់ហើយអាលោកស៊ូណាមីវាមកយើងរត់វាអត់រួចយើងងាប់ទាំងបើកភ្នែកដឹងថារលកស៊ូណាមីកពស់ដើមថ្នោតហ្នឹងមកដឹងតែកប់អញលឹបហ្មងប៉ិនដឹងទៅណាទេណារត់អត់រួចព្រោះវាជាប់ខ្នោះហើយមន្ត្រីសិទ្ធិទេបងប្អូនគាត់ថៃមិនដឹងថាបរទេសហ្នឹងចូលមកជួយបោះឆ្នោតហ្នឹងព្រោះវាចង់បានអីពីប្រទេសយើងប៉ុន្តែគាត់អត់ដឹងធ្វើម៉េចអានឹងហើយដែលខ្ញុំនិយាយថាងាប់ទាំងបើកភ្នែករឿងនេះណាបើខ្មែរអត់ដោះស្រាយទេអត់មានពីណាដោះស្រាយឲ្យយើងបានទេហើយខ្មែរហ្នឹងទាំងខ្មែរដែលបោះឆ្នោតឲ្យគណៈបកប្រជាជននឹងផងទាំងមេភូមិនិងមេឃុំនឹងផងខ្ញុំចេះតែបញ្ជាក់គាត់ម្ដងហើយម្ដងទៀតថាបងប្អូនហើយតើមានអ្វីប្រសើរថ្លៃថ្លាជាងភាពថ្លៃថ្នូររបស់ជាតិសាសន៍មួយបងប្អូនយកទៅគិតលុយកាក់ផ្ទាល់ខ្លួនរបស់យើងធ្វើធំយើងធ្វើរដ្ឋមន្ត្រីយើងធ្វើនាយករដ្ឋមន្ត្រីយើងធ្វើតំណាងរាស្ត្រយើងមានលុយយើងធ្វើមេភូមិយើងធ្វើមេឃុំយើងធ្វើចវាយស្រុកយើងបានលុយពីនេះបានលុយពីទៅនោះយើងយល់ថាយើងថ្លៃថ្នូរណាស់តើភាពថ្លៃថ្នូរដែលយើងយល់ថាយើងថ្លៃថ្នូរបានមកពីតំណែងនឹងតួនាទីលុយកាក់ដែលយើងបានហ្នឹងតើវាមានភាពថ្លៃថ្នូរស្មើនឹងភាពថ្លៃថ្នូររបស់ជាតិសាសន៍មួយដែរឬទេបងប្អូនយកទៅគិតទៅយើងក្រក៏ដោយប៉ុន្តែពូជយើងវាថ្លៃហ្មងណាដូចអ៊ីស្រាអែលអញ្ចឹងវាមានអ្នកក្រដែរតាប៉ុន្តែពូជរបស់វាថ្លៃវាទៅប្រទេសណាវាជាប់អាឈ្មោះថ្លៃទៅជាមួយហ្មងប៉ុន្តែយើងវិញពូជរបស់យើងបងប្អូនវាថោកគេធ្វើការស្ទាបស្ទង់សិក្សាពីចំណេះដឹងរបស់ប្រជាពលរដ្ឋនៅក្នុងប្រទេសអាស៊ានយើងជាប់លេខ9បន្ទាប់ពីភូមាលេខ10យើងលេខ9ល្ងងណាជាប់លេខ9ហើយមានអីថ្លៃថ្នូរបងប្អូនពិចារណាមើលមានអីត្រូវថ្លៃថ្នូរខ្ញុំជានាយករដ្ឋមន្ត្រីនៃប្រទេសនឹងថ្លៃថ្នូរបានអីថ្លៃថ្នូរបើជាតិសាសន៍មួយនឹងវាថោកបាត់ហើយហ្នឹងវាអត់មានអីថ្លៃថ្នូរអញ្ចឹងបានខ្ញុំដាក់សំណួរទៅកាន់ប្រជាពលរដ្ឋថា
ស្អីដែលបងប្អូនបានជាប្រយោជន៍របស់បងប្អូនសពថ្ងៃនេះបងប្អូនធ្វើជាមេភូមិបងប្អូនធ្វើជាមេឃុំគណៈបកប្រជាជនកាន់ការងារប្រទេសជាតិបងប្អូនរកស៊ីបានអ្នកខ្លះធ្វើរដ្ឋមន្ត្រីអ្នកខ្លះធ្វើតំណាងរាស្ត្រអ្នកខ្លះធ្វើចវាយស្រុកអ្នកខ្លះបាននេះបាននោះពីសង្គមហ្នឹងបងប្អូនយល់ថាបងប្អូនថ្លៃថ្នូរណាស់បងប្អូនហើយភាពថ្លៃថ្នូរដែលបងប្អូនបានទទួលទាំងអស់ហ្នឹងតើវាមានអ្វីដែលថ្លៃថ្នូរប្រសើរស្មើនឹងភាពថ្លៃថ្នូររបស់ជាតិសាសន៍យើងហើយភាពថ្លៃថ្នូររបស់ជាតិសាសន៍មួយវាគឺជាចំណែករបស់យើងទាំងអស់គ្នាបើវាជាចំណែករបស់យើងទាំងអស់គ្នាហេតុអ្វីបានជាយើងមិនត្រូវចំណាយប្រយោជន៍ផ្ទាល់ខ្លួនដើម្បីកសាងភាពថ្លៃថ្នូរឲ្យជាតិសាសន៍របស់យើងពួកយើងបានចំណាយមកយើងបានទាំងអស់គ្នារឿងអីដែលយើងមិនចំណាយកម្លាំងចំណាយពេលវេលាចំណាយលុយកាក់ដើម្បីកសាងភាពថ្លៃថ្នូររបស់ជាតិសាសន៍យើងប៉ុន្តែខ្មែរយើងបំផ្លាញភាពថ្លៃថ្នូររបស់ជាតិដើម្បីភាពថ្លៃថ្នូររបស់ខ្លួនអ្នកឯងថ្លៃថ្នូរដល់កម្រិតណាក៏ដោយអ្នកឯងមានលុយដើរលេងប្រទេសគេព្រឹកល្ងាចក៏ដោយប៉ុន្តែពេលគេសួរថាតើអ្នកឯងមកពីជាតិសាសន៍មួយណាយើងប្រាប់គេថាមកពីជាតិសាសន៍មួយថោកទាបតើថ្លៃថ្នូរទៅមិនរួចអញ្ចឹងបានខ្ញុំសួរបងប្អូនថាតើភាពថ្លៃថ្នូរដែលបងប្អូនបានទទួលទាំងអស់ប្រៀបធៀបជាមួយនឹងភាពថ្លៃថ្នូររបស់ជាតិសាសន៍យើងតើភាពថ្លៃថ្នូរណាមួយដែលវាថ្លៃថ្នូរជាប់ក្រអូបនឹងខ្លួនយើងជាងគេបំផុតវាអត់មានអ្វីប្រសើរថ្លៃថ្លាជាងភាពថ្លៃថ្នូររបស់ជាតិសាសន៍យើងដែលត្រូវការចូលរួមរបស់ពួកយើងដើម្បីធ្វើឲ្យមានភាពថ្លៃថ្នូររបស់ជាតិសាសន៍យើងទេ